បាទជំរាបសួរបាទប្រិយមិត្តនិងមិត្តទូទាំងជននៅក្នុងបណ្ដាញសង្គម YouTube បាទសាជាថ្មីម្ដងទៀតបាទសូមស្វាគមន៍សាជាថ្មីមកកាន់ Channel ខ្មែរ History នៅក្នុងនីតិចែករំលែកនៅព័ត៌មានបាទប្រិយមិត្តនិងមិត្តទូទាំងជនជាទីគោរពនិងជាទីរាប់អានបាទប្រទេសជប៉ុនបានព្យាករណ៍ថាខ្លួនអាចនឹងជួបគ្រោះរំជួយដីខ្នាតយក្សបាទម្ដងទៀតដែលអាចស្លាប់បាទមនុស្សអត់រហូតដល់ 300,000 នាក់បាទនេះជាការព្យាករណ៍របស់ប្រទេសជប៉ុនហើយការព្យាករណ៍នេះមិនមែនជាការព្យាករណ៍លេងឬក៏លេងសើចឬក៏លំទេបាទគឺជាការព្យាករណ៍ដ៏ពិតប្រាកដបាទយើងដឹងហើយថាជប៉ុនគឺធ្វើអីច្បាស់លាស់បាទច្បាស់លាស់ណាស់បាទអញ្ចឹងការពីព្រោះថាប្រទេសជប៉ុនគឺមានបទពិសោធន៍បាទខ្លាំងមែនទែនតាក់ទងទៅនឹងគ្រោះរំជួយដីបាទដោយសារតែស្ថានភាពនៅប្រទេសជប៉ុនហ្នឹងគឺសម្បូរទៅដោយគេហៅថាកោះនិងភ្នំភ្លើងបាទអញ្ចឹងការជួបគ្រោះធម្មជាតិគឺញឹកញាប់បាទហើយទន្ទឹមនឹងហ្នឹងក៏មានបទពិសោធន៍ច្រើនដែរដូច្នេះការទស្សន៍ទាយរបស់ប្រទេសជប៉ុនឆ្នាំនេះគឺទស្សន៍ទាយពិតប្រាកដហើយមិនលេងទេហើយឥឡូវនេះគឺមានការត្រៀមខ្លួនតាំងពីឥឡូវនេះហើយបាទអូខេអញ្ចឹងសូមប្រិយមិត្តបាទតាមដានទស្សនានៅព័ត៌មានក៏ដូចជាវីដេអូនេះជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទពីទីក្រុងតូក្យូជប៉ុនប៉ាន់ស្មានថានៅថ្ងៃមុខអាចនឹងមានគ្រោះរំជួយដីដ៏ធំមហិមាធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់បាទ$3 លាននិងស្លាប់មនុស្សរាប់សែននាក់នេះមិនមែនជាការព្យាករណ៍បែបលេងសើចលេងនោះទេឬដើម្បីបំផិតបំភ័យនោះទេប៉ុន្តែគឺជាការរំលឹកដាស់តឿនមនុស្សទូទៅឲ្យត្រៀមលក្ខណៈទុកជាមុនបើមានអាសន្នអន់ក្របែបនេះកើតឡើងតើត្រូវធ្វើដូចម្ដេចឬគិតយ៉ាងម៉េចបាទជប៉ុនបើជួបនឹងគ្រោះមហន្តរាយដល់ថ្នាក់នេះអាចនឹងបាត់ផលប្រយោជន៍សេដ្ឋកិច្ចជាងប្រមាណជា170 ត្រីលានយេនឬក៏ស្មើនឹងជិតពាក់កណ្ដាលនៃ GDP ប្រចាំឆ្នាំរបស់ខ្លួនជប៉ុនទស្សន៍ទាយថានៅថ្ងៃមុខអាចនឹងមានគ្រោះរំជួយដីដ៏ធំម្ដងទៀតបាទធំនេះមិនមែនធំធម្មតាលេងទេប៉ុន្តែបើប្រៀបបានទៅនឹងផែនដីកលាប់ចាក់នៅមហាសមុទ្រប៉ាស៊ីហ្វិកដែលបង្កើតជារលកយក្សស៊ូណាមីសាជាថ្មីម្ដងទៀតតាមសេណារីយ៉ូនេះអគាររាប់រយខ្នងនឹងបាក់រលំមនុស្សបាទ300,000 នាក់នឹងស្លាប់នេះបើតាមរបាយការណ៍របស់រាជរដ្ឋាភិបាលជប៉ុនដែលចេញផ្សាយកាលពីថ្ងៃច័ន្ទបាទទំហំនៃការខូចខាតនេះច្រើនជាងការព្យាករណ៍ពីមុនមូលហេតុដោយសារតម្លៃសាច់ប្រាក់ចុះថោកអតិផរណាគួបផ្សំទៅនឹងស្ថានភាពភូមិសាស្ត្រប្រែប្រួលនៅជប៉ុនដែលរងគ្រោះកាន់តែខ្លាំងដោយទឹកជំនន់ប្រទេសជប៉ុនកើតឡើងនៅលើទីតាំងភូមិសាស្ត្រដែលងាយរងគ្រោះដោយសារការរំជួយដីនិងការបំទុះភ្នំភ្លើងដូច្នេះរដ្ឋាភិបាលព្យាករណ៍ថាប្រទេសរបស់ខ្លួនមានឱកាសរហូតដល់ 80% នឹងជួបគ្រោះរំជួយដីបាទចាប់ពីចន្លោះ8ទៅ9 Richter ដែលនឹងកើនឡើងនៅបាតសមុទ្រនៅក្នុងសេណារីយ៉ូដែលធ្ងន់ធ្ងរបំផុតដោយផ្អែកទៅលើបទពិសោធន៍ដែលជប៉ុនធ្លាប់ឆ្លងកាត់ការរំជួយដីកម្រិត9 Richter ប្រទេសជប៉ុនអាចនឹងជម្លៀសមនុស្សជាង1 លាននាក់ឬប្រហាក់ប្រហែលទៅនឹង 1% នៃប្រជាជនរបស់ខ្លួនសរុបរបាយការណ៍របស់រដ្ឋាភិបាលជប៉ុនព្យាករណ៍បន្តទៀតថារលកយក្សស៊ូណាមីនិងការបាក់រលំអគាររាប់រយខ្នងដោយសារការរំជួយដីខ្នាតធំដល់កម្រិតនេះអាចនឹងផ្ដាច់បាទអាយុជីវិតរបស់មនុស្សបាទប្រហែលជា 29,000,000 បាទនឹង 8,000 នាក់ប្រទេសជប៉ុនមានចង្អូរឬក៏ទង្ហុកបាតសមុទ្រឈ្មោះថា Nakaisru ដែលស្ថិតនៅបាតសមុទ្របាតមហាសមុទ្រភាគនិរតីទង្ហុកនេះមានបណ្ដោយប្រវែង900 គីឡូម៉ែត្រជានិច្ចកាលស្រទាប់ខាងក្នុងរបស់ផែនដីតែងតែធ្វើចលនាបំលាស់ទីដែលគេហៅថាការរំកិលម៉ាស់ទ្វីបបាទអញ្ចឹងអាហ្នឹងវារំកិលរហូតបាទគេថារំកិលម៉ាស់ទ្វីបបាទបំលាស់ទីផែនដីបាទគឺបាសបំលាស់ទីស្រទាប់ផែនដីបាទការរំកិលនេះហើយដែលធ្វើឲ្យរំជួយដីជួនកាលរំជួយនៅលើគោកនិងជួនកាលរំជួយនៅបាតសមុទ្រជប៉ុនប្រឈមនឹងការរំជួយដីហើយនឹងរលកយក្សថែមទៀតបាតុភូតខ្នាតធំនេះតែងតែកើតឡើងម្ដងក្នុងរយៈពេលពី100ទៅ150ឆ្នាំបាទ
ចឹងជប៉ុនគេដឹងច្បាស់ណាបាទគេថាកើតឡើងក្នុងរយៈពេល100ទៅ150ឆ្នាំម្ដងបាទចឹងវានឹងកើតដែរកាលពីឆ្នាំ2024ជប៉ុនចេញសេចក្តីណែនាំជាលើកដំបូងដើម្បីការពារខ្លួនក្រែងលោបមានការរំជួយដីខ្នាតធំកម្រិត9 Richter នៅដងហុកបាតសមុទ្រការចេញសេចក្តីណែនាំនេះកើតឡើងបន្ទាប់ពីមានគ្រោះរំជួយដីកម្រិត7.1 Richter នៅប្រទេសជប៉ុនចំថ្ងៃចូលឆ្នាំសកលតែម្ដងយ៉ាងទៀតជប៉ុនធ្លាប់ហាយឆ្លងអនុស្សាវរីយ៍ល្វីងជូចត់កាលពីឆ្នាំ2011នៅពេលមានហេតុការណ៍រំជួយដីផងរលកយៈផងនិងឆេះរោងចក្រនុយក្លេអ៊ែរនៅ Fukushima បណ្ដាលឲ្យស្លាប់មនុស្សជាង 15,000 នាក់ក្លែងទៅមើលព្រឹត្តិការណ៍នៅក្នុងគ្រានោះគួរឲ្យសង្វេគនិងរន្ធត់ណាស់កាលនោះគ្រោះរំជួយដីកម្រិត9 Richter បានផុសចេញពីបាតសមុទ្របង្កជារលកយៈស៊ូណាមីបោកទប់ច្រាំងសមុទ្រកប៉ាល់តូចធំគ្រប់ប្រភេទត្រូវរលកយៈបោកពន្លិចគ្មានសល់បាទប្រិយមិត្តនិងមិត្តទស្សនិកជនបាទនេះគឺជាការទស្សទាយបាទរបស់ប្រទេសជប៉ុនបាទថានៅថ្ងៃនឹងមុខបាទប្រទេសជប៉ុននឹងជួបបញ្ហាគ្រោះរំជួយដីហើយនឹងរលកសាច់ថ្មីហើយបើកិត្តវិសេសកិច្ចគឺនឹងខាតអស់រាប់លានឯនោះបាទហើយឥឡូវនេះគឺកំពុងតែសិក្សារកវិធីដោះស្រាយថាតើគួរធ្វើយ៉ាងម៉េចខ្លះបាទអញ្ចឹងគេដឹងមុនហើយគេរៀបចំជើងគ្រួលនឹងការពារទុកជាមុនបាទដើម្បីធ្វើយ៉ាងណាជំលះប្រជាជនបាទឲ្យចេញពីកន្លែងនោះដើម្បីសុវត្ថិភាពបាទកុំឲ្យមានការស្លាប់យ៉ាងរង្គាលដោយការពីឆ្នាំ2011បាទអូខេហើយតកតនឹងការជួយដីនេះគឺបងប្អូនបានយល់ណាដឹងហើយបាទគឺដោយសារតែបាទការរំកិលនៃស្រទាប់ផែនដីបាទការរំកិលនៃស្រទាប់ផែនដីអញ្ចឹងវារំកិលបាទរំកិលទៅបាទវាធ្វើឲ្យចំកន្លែងណាមួយគឺវានឹងស្ដើងគឺវាផ្ទុះឡើងតែម្ដងបាទអញ្ចឹងអានឹងវាជាបញ្ហាហើយជប៉ុនគេសិក្សាស៊ីជម្រៅណាស់បាទសិក្សាទីជម្រៅដែរតកតទៅនឹងបញ្ហានេះដោយសារតែគេមានបទពិសោធន៍ច្រើនបាទគេមានបទពិសោធន៍ច្រើនណាស់បាទបាទហើយតកតទៅនឹងការរំជួយនេះគឺវាកើតឡើងពីចន្លោះពី100ទៅ150ឆ្នាំម្ដងបាទអញ្ចឹងដោយសារតែស្រទាប់នៅក្នុងរបស់ផែនដីហ្នឹងគឺវាធ្វើចលនាបំលាស់ទីបាទដែលគេហៅថារំកិល massive បាទអញ្ចឹងដូចជាក់ស្ដែងគឺរំជួយនៅមីយ៉ាន់ម៉ានៅថៃអញ្ចឹងគឺដោយសារតែស្រទាប់ខាងក្នុងរបស់ផែនដីហ្នឹងវាធ្វើចលនាបំលាស់ទីមកចំកន្លែងហ្នឹងបាទអញ្ចឹងកន្លែងហ្នឹងគឺវាស្ដើងវាអីទៅវាផ្ទុះបាទតែម្ដងវាគឺជួយតែម្ដងបាទហើយដូចជាថាអញ្ចឹងគឺចន្លោះពី100ទៅ150ឆ្នាំបាទអានេះជាហើយការទូទាយនេះគឺមិនមែនការទូទាយលេងទេគឺមែនតែម្ដងឥឡូវនេះជប៉ុនកំពុងតែសិក្សាបដាហើយបាទអូខេអញ្ចឹងសូមជូនជាព័ត៌មានប៉ុណ្ណឹងចុះហើយអរគុណចំពោះការចូលរួមតាមដានទស្សនានិងស្ដាប់នៅព័ត៌មានរបស់អ្នកបាទឥឡូវយើងចាំមើលមើលថាតើអ្វីដែលជប៉ុនទូទាយនេះថាត្រឹមត្រូវដែរឬទេបាទ